បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំក៏សូមចេញវីដេអូថ្មីមួយគឺតាក់ទងជាមួយនឹងវិស័យកសិកម្មបាទអ្វីដែលខ្ញុំបានស្វែងយល់តាក់ទងជាមួយនឹងមានកត្តាពីរដែលធ្វើឲ្យវិស័យកសិកម្មរបស់យើងហ្នឹងគឺมันមានភាពរីកចម្រើនទៅមុខបាននោះទេអានេះគឺជាការមើលឃើញនៅក្នុងវិធីគិតរបស់ខ្ញុំទេណាបាទទី1គឺតាក់ទងជាមួយនឹងប្រជាកសិកររបស់យើងគាត់ជាប់ទម្លាប់ដើមបាទគឺទម្លាប់ធ្វើការលក្ខណៈជាការបង្កបង្កើនផលនេះពីដូនតារបស់គាត់មកដល់យុគសម័យនេះអ្វីត្បិតតែមានជីទំនើបផ្នែកខាងគីមីប៉ុន្តែគាត់អត់យល់ពីបច្ចេកទេសគាត់ខ្វះបច្ចេកទេសនៅក្នុងការបង្កបង្កើនផលបាទគាត់ធ្វើទៅតាមអារម្មណ៍គាត់ធ្វើទៅតាមការប៉ាន់ស្មានគាត់ធ្វើទៅតាមទម្លាប់ដោយមិនមែនវិទ្យាសាស្ត្រច្បាស់លាស់បាទសំខាន់គឺទៅលើវិទ្យាសាស្ត្រគេទាញផ្ទាត់ហេតុហើយនឹងផលតែប្រជាកសិកររបស់យើងមួយចំនួនគឺគាត់ខ្វះចំណុចមួយហ្នឹងគឺខ្វះធ្ងន់ធ្ងរតែម្ដងបាទខ្វះចំណុចមួយហ្នឹងគឺធ្វើឲ្យវិស័យកសិកម្មរបស់យើងហ្នឹងមិនទទួលបាននូវភាពរីកចម្រើននោះទេបាទហើយកត្តាទី2គឺតាក់ទងជាមួយនឹងការចងក្រងទៅជាសហគមន៍ខ្ញុំមកឃើញតាក់ទងជាមួយនឹងគម្រោងសហគមន៍ដូចជាខ្ញុំមានគម្រោងសហគមន៍សម្រាប់ជួយបង្កើតឲ្យប្រជាកសិករចងទៅជាសហគមន៍នៅក្នុងភូមិឃុំរបស់គាត់ស្រុករបស់គាត់ខេត្តរបស់គាត់គឺយើងមានគម្រោងហ្នឹងហើយគ្រាន់តែពួកគាត់ខ្ញុំដាក់ដែរសិក្សាស្វែងយល់ឲ្យស៊ីជម្រៅយកចិត្តយកថ្លើមគ្នាទៅថាការបង្កើតសហគមន៍មួយនេះវាមានតម្លៃប៉ុណ្ណាសម្រាប់ពួកគាត់មិនងាយទទួលស្គាល់មិនងាយទទួលយល់ដោយសារគាត់គិត1 2 3អវិជ្ជមានអញ្ចឹងទៅអញ្ចឹងខ្វះនៅការចូលរួមបាទដោយសារគាត់ជាប់ទម្លាប់ធ្វើស្រ័យពីដូនតារបស់គាត់មកគឺធ្វើតាមលក្ខណៈគ្រួសារនីមួយធ្វើតាមអំពើចិត្តរបស់ខ្លួនឯងឬក៏ធ្វើទៅតាមសហគមន៍របស់គាត់ដែលរស់នៅជុំវិញខ្លួនរបស់គាត់ហ្នឹងហើយបើសិនជាគាត់មិនបានសិក្សាអំពីសហគមន៍ថាសហគមន៍មានគុណតម្លៃប៉ុណ្ណានៅក្នុងការជួយគាត់នោះទេគាត់អត់បានយល់ទេអញ្ចឹងគាត់នៅតែបន្តនៅក្នុងការធ្វើកសិកម្មដើមដដែលនោះជីវិតរបស់យើងប្រកបអត់ថាបានផ្លាស់ប្ដូរបើសិនជាយើងធ្វើយុទ្ធសាស្ត្រវិធីសាស្ត្រចាស់ដដែលហ្នឹងហើយអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះក៏មានប៉ុណ្ណឹងបាទនៅក្នុងការចែករំលែកនៅក្នុងសង្គមអរគុណបើយល់ថាវីដេអូរបស់យើងខ្ញុំមានតម្លៃក៏សូមជួយ like ហើយនិង share វីដេអូមួយនេះដើម្បីឲ្យប្រជាកសិករបងប្អូនរបស់យើងទូទាំងប្រទេសបានមើលផងបាទអរគុណ